vô workshop số đây là đặc nghĩa miền ấy trong hai là đặc nghĩa này cứ chỉ camera Osmo DJI Osmo Action 5 vì miền vi tranh đó là Action xây giấy vân tay để sao tại nhung nó khơi tha dương tình Action 5 tới vì thu lỗi đáy hay dương tình mày nhỏ tình là tập thể anh đi bên trên lọ chán vân tay nhưng mà thọp phá vì phải muốn đi nhưng thọp tại phá này nhưng thọp tại phá kit anh đi phá kit đi chịu phá kit này cái thế 3 2 1 2 3 nhưng mà lần này này phá kit 2 này nhưng thọp tại phá này khơi tha này vì thọtการทำวันอยู่กูซ้อมให้camera คือ em กูซ้อมการตัวผมเดินไอ้ em hayอันนี้วิจิตรประเภทយើងអាចដាក់មួកបានឬក៏យើងជិះម៉ូតូអីយើងអាចថតវាបានតាមរយៈថាយើងដាក់នៅជាប់មួកឬក៏យើងដាក់នៅជាប់យើងមានខ្សែសម្រាប់ពាក់វាអញ្ចឹងណាហើយអានេះសម្រាប់ adventure យើងដើរនៅក្នុងប្រយាយបានAction 5 Pro ហើយ Action 6 នោះវាប្រកបណាស់វាទំនើបជាងនេះប៉ុន្តែដោយសារតែខ្ញុំយើងសេលលុយដែរយើងទិញអានេះថ្មីយើងបានចំណេញសល់លុយ100បើសិនជាយើងទិញអា6នោះAction 6នោះវាលើសនឹង100ហើយយើងទុកមកឡៃសិននៅក្នុងនេះមាន screen ហើយនឹង screen ហើយ screen មុខ screen ក្រោយនឹងសម្រាប់ខ្ញុំទុកបិទហើយយ៉ាងនេះcard reader សម្រាប់ប្រើការ transfer រូបភាពឬក៏វីដេអូអានេះគាត់ថែម memory 64GB មិនមើលទេអានេះ memory ហើយឥឡូវយើងមកធ្វើការ unboxing កាមេរ៉ាសក់ញញ៉ាតិចដោយសារតែទៅមួយទឹកហើយវីដេអូនេះរៀងយូរតិចដោយសារតែខ្ញុំ unboxing ខ្ញុំចង់ដឹងខ្ញុំចង់តេស្តកាមេរ៉ាខ្ញុំធ្វើវីដេអូនេះឡើងគឺអត់មានគោលបំណងអីទេគឺខ្ញុំគ្រាន់តែចង់ចែកម្លែកថាកាមេរ៉ានេះគឺយកមកប្រើវាមានប្រយោជន៍អីខ្លះឬក៏ស្ថាប័នអត្ថប្រយោជន៍របស់កាមេរ៉ានេះវាមានអីគេខ្លះព្រោះខ្ញុំធ្លាប់តែប្រើ GoPro ឬក៏កាមេរ៉ាផ្សេងដូចជា Sony ហើយពួក Action នេះខ្ញុំធ្លាប់ប្រើទេពួក Osmo នេះខ្ញុំលើកទី1ខ្ញុំទិញហើយខ្ញុំទិញថ្មីខ្ញុំជួយចិត្តទិញថ្មីដោយសារតែមានការធានារយៈពេល1ឆ្នាំហើយយើងប្រើទៅបានយូរ1ឆ្នាំយូរដែរបើសិនតែយើងយកមកមានប្រយោជន៍ឥឡូវយើងបកអបវាចង់ដឹងថាមានអីគេខ្លះនេះនៅក្នុងនេះខ្ញុំឃើញថាយកចេញដំបូងមកគឺដងសម្រាប់បំពាក់នៅលើដងដែលយើងកាន់ឬក៏សម្រាប់ថ្ពក់មួយមួកជាមួយនឹងកាមេរ៉ានេះហើយយើងមានខ្សែសាកមួយនេះដូចខ្ញុំនិយាយចឹងប្រកបណាស់យើងទិញ DJI យើងបានក្រុមហ៊ុន DJI ហ្នឹងគេផលិតមកគេមាន sticker យើងចឹងមានមួយឬមានពីរចឹងទៅឬក៏មានច្រើនទុកវាមកឡៃសិននេះវាតសំខាន់ក្នុងនេះគេដាក់មកមួយសម្រាប់អានេះសម្រាប់ charge ថ្មនេះហើយជាឆ្នាំងសាក់នេះគេដាក់មកថា accessory ចឹងន័យថាកាមេរ៉ាគេដាក់នៅហ្នឹងទេនេះយើងបកមកសិប DJI ហើយយើងបើកមើលខ្ញុំមិនដឹងថាថ្មប៉ុន្មានគ្រាប់ទេនៅក្នុងនេះគេដាក់មក3គ្រាប់1ហើយ1 2 3ចឹងAction 5នេះយើងបានថ្មមក3គ្រាប់បាន3ពីលុយចឹងណាហើយថ្មវាកាន់បានយូរបើតាមដែលខ្ញុំធ្លាប់ដឹងឃើញគេ review មកប៉ុន្តែខ្ញុំអត់ដែលបានប្រើជាក់ស្ដែងហើយថ្ងៃនេះខ្ញុំបានកាន់វាជាក់ស្ដែងនៅក្នុងនេះគេដាក់ថា Osmo
Action 5 Pro ចឹងបើន័យថានៅក្នុងនេះមានកាមេរ៉ាមួយទៀតឥឡូវយើងអត់ទាន់បើកប្រអប់វាទេអូអានេះអស់ហើយអានេះនៅសល់តែប្រអប់ទៅទេហើយអានេះគឺជាដងកាមេរ៉ាយើងវាភ្ជាប់ជាមួយនឹងកាមេរ៉ាមកហ្នឹងនេះមក set របស់វា set adventure អូអានេះយើងទុកសម្រាប់ពេលដែលយើងកាន់ថតដើរទៅក្នុងព្រៃឬក៏យើងធ្វើ vlog អីអាចកាន់មកគឺថាអែមកចុះនេះស្ទឹកដៃមកពួកខ្ញុំទិញ GoPro អត់ដែលបាន accessory ដែលវាភ្ជាប់មកជាមួយនឹងកាមេរ៉ាដូច Osmo នេះទេដូច Action 5 នេះទេអញ្ចឹងយើងកាន់ទៅចុះដៃទេវាហើយអានេះអាចហូតមកបានអូនេះហូតមកបានវែងដែរនេះអូវែងណាស់នេះហើយជាខ្ទង់ជា1ម៉ែត្រជាងនេះ1ម៉ែត្រជាងចឹងដងវាវែងទូសំយើងចង់ប្រលូតអីយើងចង់ថតកន្លែងណាអត់ដល់អីយើងកវាយើងគ្រាន់តែដកដងវាមកយើងកវាឬយើងដាក់ទៅលើជីមកយើងថតដល់នេះថាប្រយោជន៍របស់វាគឺឲ្យតែយើងប្រើទៅចំគោលដៅមានប្រយោជន៍តែខ្ញុំប្រើអត់ដែរមានប្រយោជន៍ទេតែខ្ញុំមកថតលេងប៉ុន្តែនេះគឺខ្ញុំចង់ធ្វើវីដេអូនេះឡើងដោយសារតែខ្ញុំចង់បង្កើតវីដេអូឬក៏មាតិកាដែលតាក់ទងជាមួយនឹងខ្ញុំប្រើកាមេរ៉ានេះគឺខ្ញុំចង់ដឹងថាការដែលខ្ញុំប្រើកាមេរ៉ាបទពិសោធន៍ដែលខ្ញុំប្រើកាមេរ៉ានេះគឺវាដូចទៅនឹង GoPro ឬក៏ដូចជា Sony ដែលខ្ញុំធ្លាប់ប្រើឬក៏វាអេមជាងទូរស័ព្ទដែលខ្ញុំប្រើ15 Pro Max ព្រោះខ្ញុំថតខ្ញុំកាន់ថ្ងៃ15 Pro Max មិនដឹងថា16 17អីវាមានថាប្រយោជន៍អីគេខ្លះទេអត់ដឹងទេអញ្ចឹងខ្ញុំសាកយកកាមេរ៉ានេះយកមកតេស្តឲ្យអ្នកនរគ្នាមើលផងហើយខ្ញុំប្រើជាបទពិសោធន៍ខ្លួនឯងផងសង្ឃឹមថាវីដេអូនេះយើងអ្នកនរគ្នាចូលចិត្តហើយនឹងតាមដានការធ្វើវីដេអូរបស់ខ្ញុំអីចាអូនេះខបើកមកធ្លាក់កាមេរ៉ាបាត់ហើយឥឡូវយើងបើកកាមេរ៉ាមើលមុនហ្មងទៅព្រោះវាធ្លាក់ហើយធ្លាក់មកតិចតែវាមានច្បាញ់ហើយព្រោះអានេះវាឥឡូវអូខេឥឡូវកាមេរ៉ានេះស្អាតមែនតើយើងមើលឈ្ងុយធំក្លិនណា DJI មកនេះ DJI Action Osmo Action 5 Pro អានេះ set ដែលខ្ញុំទិញនេះគឺគេហៅថា set adventure អញ្ចឹងនេះយើងបានកាមេរ៉ានេះមួយកាមេរ៉ាក៏ឆក់ដែរគឺដាក់ទៅឆក់មកអញ្ចឹងបើន័យថានេះអានេះដែលខ្ញុំបង្ហាញមិញហ្នឹងវាពាក់ព័ន្ធជាមួយនឹងយើងដាក់ជាមួយនឹងដងកាមេរ៉ាហ្នឹងនេះយើងដាក់មកអញ្ចឹងមិនន័យថាវាឆក់នេះទេអូអានេះដាក់ឆ្លាស់គ្នាបានទៀតតើតដាក់ស្របនេះដាក់បាត់ចឹងមកអូខេហើយអានេះអូអានេះជាប់ណាជាប់អ្នកនរគ្នាជាប់មែនទេចឹងមិនន័យថាយើងដាក់ទៅអត់ងាយជ្រួលនេះយើងច្របាច់មកហើយយើងដកចេញមកអូអានេះឆក់ខ្លាំងតែហើយយើងទុកកាមេរ៉ាបន្តិចសិនមកណោមវាបន្តិចសិនដល់ថ្មីណោមសិនមកហើយបន្ទាប់មកយើងមានមកមើលខេសវាសម្រាប់ការពារខេសកាមេរ៉ានេះមើលគេដាក់ភ្ជាប់ជាមួយនេះខ្លះអានេះមានដូចជាសម្រាប់ដែលយើងដំណើរភ្ជាប់ប្រឡងមូលជាមួយនឹងនេះមូលភ្ជាប់ជាមួយនឹងនេះដងនេះមួយអានេះយើងក្នុងថង់វានេះក្នុងខេសរបស់វាគេមានសម្រាប់បិទជាមួយមួកអានេះអូខេហើយបន្តមកអានេះនេះថាប្រយោជន៍របស់វាថងថាខេសនេះថាប្រយោជន៍វាគឺពេលយើងដាក់ទៅវាឆក់យើងអាចថតបញ្ឈរបាននេះជាមួយនឹងអានេះយើងអាចថតបញ្ឈរវាបានថតបញ្ឈរបានហើយពេលយើងចង់ថតផ្ដេកយើងគ្រាន់តែដោះកលឹះនឹងបដូរមកនេះមកបដូរមកវិញមក
នេះអូខេយើងថតវីដេអូបានយក WhatsApp សួស្តីអ្នកនរគ្នាឥឡូវយើងដោះចេញសិនហើយទុកសិនអពីមានតែប៉ុណ្្នឹងហើយសម្រាប់ថាវីដេអូនេះមានប្រយោជន៍សម្រាប់អ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយអរគុណបាយបាយ